ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងធ្វើមុខម្ហូបសម្លកកូរមុខម្ហូបមួយនេះគឺជាមុខម្ហូបខ្មែរដែលប្រជាជនខ្មែរយើងគាត់និយមចូលចិត្តធ្វើខ្លាំងណាស់ចាបងប្អូនជាដំបូងគឺយើងត្រូវទៅហាន់សាច់ជាចំណិតបែបនេះបងប្អូនថ្ងៃនេះខ្ញុំអត់មានត្រីទេអញ្ចឹងហើយខ្ញុំដាក់សាច់ជ្រូកឯតែតាមធម្មតាមុខម្ហូបសម្លកកូរបែបខ្មែរយើងត្រូវដាក់ត្រីហើយនឹងបើសិនជាយើងដាក់សាច់ជ្រូក3ជាន់ក៏ល្អមួយយ៉ាងដែរប៉ុន្តែថ្ងៃនេះខ្ញុំប្រើសាច់ជ្រូក3ជាន់ហើយមានដូចជាគ្រឿងហើយនឹងបន្លែគ្រប់មុខសម្រាប់ស្លកកូរមានដូចជាល្ពៅល្ហុងសណ្តែកគួរហើយនឹងត្រប់ស្វាយត្រប់ក្តៅគោយើងណាបងប្អូនលីគ្រប់មុខយើងមានប៉ុណ្ណាយើងលីប៉ុណ្ណឹងទៅហើយបន្លែខៀវរបស់យើងគឺមានផ្ទីតាមធម្មតាយើងដាក់លឹកបាសប៉ុន្តែដោយសារតែខ្ញុំមានផ្ទីសល់ពីថ្ងៃមុនខ្ញុំដាក់ផ្ទីជំនួសប៉ុន្តែរសជាតិគឺឆ្ងាញ់ដូចគ្នាបងប្អូនហើយចំណែកគ្រឿងផ្សំយើងមានដូចជាខាងនេះមានដូចជាខ្ទិះដូងដើមគ្រឿងបុកហើយនឹងទឹកត្រីស្ករប៊ីចេងអំបិលនិងប្រហុកផងដែរបងប្អូនហើយខ្ញុំក៏បានបន្ថែមដាក់ជាមួយនឹងស្លឹកញផងដែរដើម្បីបង្កើតរសជាតិហើយគ្រឿងផ្សំមួយវិញទៀតគឺយើងមានអង្ករលីងកិនហើយស្រាប់ហើយយើងមុននឹងដាក់ចូលយើងត្រូវត្រាំឲ្យរីកសិនយើងដាក់ចូលក្នុងសម្លពេលពុះហើយអញ្ចឹងណាបងប្អូនបន្ទាប់មកយើងដាក់ខ្ទះយើងដាក់ដាក់ឆ្នាំងឲ្យក្តៅយើងដាក់កកូរខ្លាញ់ជាមួយនឹងគ្រឿងចូលហើយនឹងប្រហុកចូលកូរឲ្យចូលចាប់ចូលសັບចូលគ្នាហើយទើបយើងដាក់សាច់ជ្រូក3ជាន់ចូលកូរជាមួយគ្នាផងដែរយើងកូរតតែមើលទៅសាច់ជ្រូកនិងគ្រឿងចូលជាតិគ្នាជាមួយនឹងប្រហុករបស់យើងដាក់ប៊ីចេងហើយនឹងស្ករចូលតែម្ដងបន្ទាប់មកទៀតទើបយើងចាក់ទឹកត្រីចូលហើយនឹងអំបិលចូលតែម្ដងផងដែរដើម្បីបង្កើតឲ្យមានរសជាតិដិតបន្ទាប់មកទៀតយើងទុកសាច់ឲ្យកកូរឲ្យរាងសោះទឹកបន្តិចទើបយើងចាក់ខ្ទិះដូងដើមចូលតែម្ដងហើយយើងកូរសាច់ជាថ្មីម្ដងទៀតទើបយើងចាក់គ្រឿងសំតោយើងទើបយើងដាក់បន្លែសម្រាប់ស្លកកូរនឹងឯងចូលតែម្ដងបន្លែយើងមិនមានអីទេមានតែដូចក្នុងរូបភាពហ្នឹងឯងបងប្អូនដែលខ្ញុំបានរៀបរាប់ខាងលើរួចមកហើយទើបយើងមើលទៅបន្លែរឹងពុះយើងចាក់ទឹកចូលហើយកុំភ្លេចដាក់ស្លឹកញដែលយើងបានពូតហើយនឹងចូលផងបន្ទាប់មកមើលទៅឃើញពុះបានប្រហែលជា80%ហើយខ្ញុំថតកាត់ណាបងប្អូនទើបយើងដាក់អង្ករលីងដែលយើងត្រាំទឹកនឹងចូលតែម្ដងដូចហើយយើងកូរឲ្យចូលជាតិគ្នាហ្នឹងมันហៅថាសម្លកកូរខ្មែរអញ្ចឹងណាបងប្អូនបន្តមកទៀតខ្ញុំទៅលាងខ្ទិះឲ្យស្អាតពេលសម្លកកូរយើងមើលទៅឆ្អិនល្មមត្រឹម90%យើងបង់ផ្ទីនឹងចូលផ្ទីនឹងខ្ចីធម្មជាតិផ្ទីធម្មជាតិឆ្ងាញ់មែនទេបងប្អូនខ្ញុំមកភ្លក់រសជាតិពីម្សិលមិញគឺឆ្ងាញ់មែនទេចាបងប្អូនសម្លរបស់យើងគឺបានលេចរាល់ហើយជាសម្លកកូរបែបខ្មែរប្រជាជនយើងគឺប្រជាជនខ្មែរតែម្ដងគឺនិយមខ្លាំងណាស់គឺសម្លមុខនេះជាសម្លប្រពៃណីតែម្ដងសម្រាប់ប្រជាជនខ្មែរអរគុណបងប្អូនសម្រាប់ការទស្សនា